នៅពេលដែលរៀនឲ្យអស់ដឹងឲ្យអស់អញ្ចឹងទៅទើបដឹងថាសូម្បីតែកាកសំណល់ពីធម្មជាតិសោះណាយកមកប្រើប្រាស់ជាប្រយោជន៍ចេញជាផលិតផលសម្រាប់ប្រើប្រាស់បានគ្រប់ផ្ទះតែម្ដងហើយសំខាន់មុខរបរដែលលក់ផលិតផលទាំងអស់នេះបងប្អូនក្នុងស្រុកយើងក៏យើងលក់បាននាំចេញទៅក្រៅប្រទេសក៏កាន់តែពិសេសហើយតម្លៃថ្លៃទៀតតម្លៃនៅទីនេះចាប់ដើមពី1100រៀលបាទចាប់ពី1100រៀលរហូតដល់4000រៀលក្នុង1គីឡូអាយ៉ា4000ថ្លៃដោយសារវត្ថុធាតុដើមល្អកាន់តែលយជាងនឹងទៀតបងប្អូនអាចឲ្យបងប្អូនសហការនៅក្នុងការប្រកបមុខរបរនេះចាប់ដៃគ្នាជាមួយនឹងគាត់បានទៀតដុំរាយលក់ជូនទាំងអស់ឬក៏សហការដាក់ម៉ាស៊ីនផលិតគាត់ផ្ដល់បច្ចេកទេសឲ្យបងប្អូនមករៀនដល់ទីតាំងហើយមើលបងប្អូនកំតិចកំទីពីធម្មជាតិសោះហ្នឹងណាស្ងួតយកមកកែច្នៃបន្តកិនចុះកិនឡើងវាយចុះវាយឡើងសូនចេញជាដុំធ្យូងមកខ្មៅគ្រិចឡើងវែងមានម៉ូតមកសើក្បាច់ស្អាតទៀតណាថាតកកទៅមានអនាម័យសំបីតែធ្យូងក៏មានធ្យូងអនាម័យដែរមួយដុំបងប្អូនដុតបានចន្លោះពី3ទៅ5ម៉ោងទៅតាមគុណភាពគ្រឿងផ្សំរបស់វាទៀតហើយភ្ញាក់ឲ្យព្រើតបងប្អូនមកដល់ឃើញម្សៅមីស្មានតែគាត់កែច្នៃធ្វើអីម្សៅមីក៏ជាគ្រឿងផ្សំនៅក្នុងការធ្វើធ្យូងទាំងអស់នេះដែរដែលធ្យូងទាំងអស់នេះផលិតនៅក្នុងទីតាំងសិប្បកម្មនៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺដែលចេញពីអ្នកបាត់ដំបងទៅបងប្អូនមានឈ្មោះថាសិប្បកម្មធ្យូងអនាម័យ BF ស្ងាត់បងប្រុសមករាជាកូនអ្នកទឹកដីនៃខេត្តបាត់ដំបងសំងំបាក់សិប្បកម្មធ្យូងរាប់ឆ្នាំរបស់គាត់ដែលផ្ដល់ជាឱកាសការងារសម្រាប់បងប្អូនមកធ្វើការនៅទីនេះប្រកបទៅដោយចំណេះជំនាញរកថវិកាចិញ្ចឹមគ្រួសារបានធូររឹតតែពិសេសបងប្អូនដូចបញ្ជាក់ពីខាងដើមអញ្ចឹងបងប្អូនយើងក៏អាចសហការនៅក្នុងការទិញធ្យូងរបស់គាត់យកទៅលក់ឬក៏អាចបើកកន្លែងផលិតដូចគាត់ក៏បានគាត់ផ្ដល់បច្ចេកទេសបង្ហាត់បង្រៀនឲ្យតែបងប្អូនចង់ចេះស្រឡាញ់ហើយចង់ធ្វើពិតប្រាកដបើទីផ្សារវិញមកដល់ពេលនេះអាចនិយាយបានថាតម្រូវការខ្ពស់គួរសមរៀបចំតែសម្ភារៈរួចមិនបាច់ចាំបារម្ភរឿងគ្រឿងផ្សំបងប្អូនគិតមើលប្រមូលកាកសំណល់ឈើកំតិចកំទីពីធម្មជាតិកំតិចធ្យូងអីហ្នឹងយកមកលាយគ្រឿងក្រៅកិនឡើងកិនចុះលាយឡើងលាយចុះហុយឲ្យពងមើលទៅដូចមិនទំនងសោះបងប្អូនមើលហត់ណាស់ហុយណាស់ក៏ប៉ុន្តែចេញជារូបរាងផលិតផលមកនិយាយពីថាមានតម្លៃចេញមកសលុយហើយដល់ពេលខ្ញុំបានមកដល់ទីតាំងផ្ទាល់សិក្សានឹងមើលឲ្យបានលម្អិតទៅអាយ៉ាបងប្អូនមិនមែនលំទេចេញជាផលិតផលធ្យូងឲ្យបងប្អូនទិញយកទៅប្រើប្រាស់ទិញយកទៅលក់បន្តនេះណាប្រើប្រាស់សិតតែម៉ាស៊ីនស្វ័យប្រវត្តិឡកម្ដៅអីត្រឹមត្រូវអូវិចខ្ចប់ដាក់ក្នុងកេះក្នុងការុងអស់ទាស់លយហ្មងណាដឹកចេញទៅទាំងកេះទាំងការុងដាក់ទៅទាំងឡានគិតគីឡូទៅទាំងតោនរឹតតែពិសេសមានលេខមានកម្រិតគុណភាពអូចង់បានអាបែបណាក៏ច្នៃចេញឲ្យបែបនោះនេះបងមិនខ្ជូងចាំបាច់មានលេខមានចង់ថាកម្រិតរបស់វាតម្លៃខុសគ្នាវាខុសគ្នាមិនទៅបងឧបមាថាឧទាហរណ៍ណាបាទគាត់និយាយថាអាវខ្ញុំនេះខ្ញុំទិញមកពីអង់គ្លេសបាទមួយនេះខ្ញុំទិញមក$500បាទហើយសម្រាប់ខ្ញុំមកឈរអាំងខ្ជូងហូបក្នុងកម្មវិធីអាំងផ្ទុះផាច់ការភ្លើងព្រាបមកឆេះអាវមួយ$500នេះអូតែអញ្ចឹងទៅវាធ្វើឲ្យអាកម្មវិធីអាំងសាច់ហូបលេងសប្បាយពួកអាវមួយ$500ខំទិញអួតគេតាំងពីអង់គ្លេសមកឆ្លុះបាត់ហើយឆ្លុះឃ្លាដោយសារការភ្លើងខ្ជូងណាអូអញ្ចឹងខ្ញុំត្រូវធ្វើម៉េចកុំឲ្យវាមានបញ្ហាប៉ះពាល់ហ្នឹងអញ្ចឹងបើគាត់ពាក់អាវថ្លៃគាត់យកខ្ជូងអន់ទៅប្រើវាអត់វាថ្លៃគ្រោះថ្នាក់អញ្ចឹងណាថ្លៃគ្រោះខាតយល់ហើយអាហ្នឹងយើងលើកចំណុចតូចមួយមកនិយាយឯងបាទអូអញ្ចឹងយើងមានច្រកបេអញ្ចឹងសម្រាប់ការប្រើប្រាស់ទូទៅបាទហើយនៅខាងនោះយើងច្រកសម្រាប់អភិជនអ្នកមុខអ្នកមាត់អ្នកអាស្រ័យទៅលើគាត់រើស quality ABC អញ្ចឹងណាបាទគាត់ពេញចិត្តអាណាហ្នឹងទៅប៉ុន្តែយើងតែងតែរីកមិនឲ្យគាត់ប្រើអានោះដើម្បីឲ្យសមជាមួយនឹងមុខមាត់ឋានៈអីរបស់គាត់ផ្ទះសបាយរបស់គាត់អញ្ចឹងណាអូអញ្ចឹងអានេះបើនិយាយលេងសើចទៅអត់មានខ្ជូងអាំងត្រីដែងត្រីក្រាញ់ហើយនឹងខ្ជូងអាំងសាច់គោអូស្ត្រាលីបាទអូននិយាយនោះត្រូវអានេះសម្រាប់អាំងទូទៅអាំងត្រីអាំងមាន់អាំងទាអាំងគោអីតាមផ្លូវតាមចាំផ្លូវបានមកកំ pl តែបើគាត់ចង់យកសាច់គោអូស្ត្រាលីមកអាំងក៏បានដែរក៏ប៉ុន្តែហើយសាច់គោអូស្ត្រាលី1គីឡូ$20-30ហើយចង់បានរបស់ជូងទៅដុតហ្នឹងឲ្យវាទំនើបដែរយើងមានអាទំនើបជូនគាត់យូនេះទំនើបជូនដេញសេរីជូងដូចអីដេញសេរីបាទប៉ុន្តែបងចាប់អារម្មណ៍ដែរនៅតាមភោជនីយដ្ឋានដែលគាត់នៅក្នុងបន្ទប់បិទចិត្តកន្លែងខ្លះគាត់អត់ប្រើឧបករណ៍អេឡិចត្រូនិកដើម្បីអាំងដើម្បីកម្លោចកម្ដៅអីទេគាត់ប្រើខ្ជូងដែរអញ្ចឹងណាបងប្អូនចង់ចេះដូចគាត់ក៏បានដែរឲ្យតែមករៀនបើកទូលាយតែម្ដងសម្រាប់បងប្អូនយើងណាដែលចង់ចេះពិតប្រាកដចង់ប្រកបមុខរបរនឹងពិតប្រាកដអាចទំនាក់ទំនងមកបងប្រុសមករាបានហើយបងប្រុសគាត់បញ្ជាក់បងប្អូនមិនមែនឲ្យតែមានដើមទុនគាត់ដឹងតែទទួលបង្រៀនបងប្អូនយើងមានលុយយកមកធ្វើចេះតែឲ្យធ្វើទៅទាំងមិនដឹងធ្វើទៅតាមតែចិត្តចង់តែមួយឆាវទេមករៀនឲ្យចេះមកមើលឲ្យយល់ហើយមកសិក្សាឲ្យច្បាស់ពីទីផ្សារអីជាមួយគាត់ហ្នឹងទៅសូម្បីតែការដំឡើងម៉ាស៊ីនទិញម៉ាស៊ីនយកទៅប្រើប្រាស់ក៏បងប្រុសយកចិត្តទុកដាក់នឹងជួយបងប្អូនឲ្យអស់លទ្ធភាពដែរហើយខ្ញុំឆ្ងល់បងប្អូន
ហេជួងដូចគ្នាសោះចាំបាច់បែងចែកលេខបែងចែកអីដល់ពេលខ្លះគិតឲ្យដល់ទៅចូលទៅកាន់ហាងទំនើបហាងបែបជប៉ុនហាងបែបខ្មែរយើងទំនើបដែលគាត់អាំងសាច់អាំងអីនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់កន្លែងខ្លះគាត់ប្រើធ្យូងធម្មជាតិប្រភេទនេះហើយបងប្អូនយើងមួយចំនួនដែលគាត់មានផ្ទះវិឡាផ្ទះថ្មអីគាត់មានអាហារពេលល្ងាចជុំគ្នានៅក្នុងបន្ទប់ទទួលភ្ញៀវអីក៏គាត់ប្រើប្រាស់ធ្យូងពេលខ្លះអត់មានផ្ទុះអត់មានហុយឬក៏អត់មានផ្សែងឆ្ងៀមអីខ្លាំងទេដល់ពេលអញ្ចឹងទៅបានភ្ញាក់ខ្លួនព្រឺតបងប្អូនប្រើឲ្យរាល់តែថ្ងៃអត់ដឹងតាមពិតចេញពីទីតាំងមួយនេះសោះខ្ញុំជំរាបជូនមួយទៀតបាទពួកនេះកម្ដៅវា500ទៅ550អង្សាបាទពេលដែលយើងអាំងសាច់ជ្រូកអាំងមាន់អាំងទាទៅស្រក់ខ្លាញ់លើវាឆាបឆេះហ៎បាទវាហុយហើយវាឆាបភ្លើងដាក់ភ្លើងឡើងមានអាមួយប្រភេទទៀតនៅខាងនោះកម្ដៅវា800 750ទៅ800ជាងអង្សានៅពេលដែលស្រក់ខ្លាញ់លើឈីវចឹងទៅអត់ឆាបទេអត់ឆេះទេហើយក៏អត់ហុយដែរហើយក៏អត់រលត់ដែរសុទ្ធតែមានលក្ខណៈពិសេសបាទអញ្ចឹងវត្ថុធាតុដើមល្អតម្លៃក៏ខ្ពស់ការប្រើប្រាស់កាន់តែល្អហើយពួកនោះភាគច្រើនគេប្រើនៅក្នុងហាងដូចហាងជប៉ុនហាងចិនហាងកូរ៉េគេចូលចិត្តប្រើពួកនោះពួកចាស់គេអត់ប្រើទេបងឲ្យចុះបើសិនជាជនជាតិគាត់មកទិញហ្នឹងលក់ឲ្យគាត់មិនទៅបាទអ្នកណាអ្នកតំណឬយើងមានបុគ្គលិកផ្នែកលក់អ្នកបកប្រែនេះអីដែរបុគ្គលិកក្នុងស្រុកខ្ញុំនេះខ្ញុំច្រើនណាទីមួយខ្ញុំតំណទៅគាត់ទៅហាងបាទឬក៏ហាងគាត់ស្គាល់pageគាត់អីចឹងគាត់តាក់ទងមកអញ្ចឹងយើងធ្វើការតាម page ខ្លះឬក៏ជួនកាលយើង direct មួយគាត់ខ្លះលក់សម្រាប់តែខ្មែរយើងទេឬក៏អតិជនបរទេសជនជាតិអីឬក្រៅប្រទេសលក់ដែរបងនៅក្នុងស្រុកមានបរទេសច្រើនហើយមានភាគច្រើនមានពួកចិនកូរ៉េជប៉ុនហ្នឹងគាត់យកតំណយកទៅប្រើប្រាស់ក្នុងហាងរបស់គាត់ណាតែបើដល់ឡែកនៅក្រៅប្រទេសគេមើលយើងតាម website ហើយដោយសារបច្ចុប្បន្នគេទលំទលាយគេប្រើ YouTube គេប្រើ Facebook page ចឹងទៅគេ link តាមនឹងមកក្នុង Facebook page នឹង YouTube អីខ្ញុំដាក់ link Telegram ហើយនឹង WhatsApp បាទបរទេសគេច្រើនតាក់ទងយើងតាម WhatsApp បងតំណមួយគេទៅតែភាសាចឹងទៅបាទជាទូទៅយើងប្រើប្រាស់ភាសាអង់គ្លេសជាផ្លូវការក្នុងការតំណយ៉ាតំណខ្លួនឯងហ្មងបងបាទចុះមានអីហើយចុះកូរ៉េយើងកន្លងមកយើងមានទៅកូរ៉េដែរយើង export ចេញទៅកូរ៉េហើយបើភ្ញៀវកូរ៉េយើងអាចនិយាយភាសាកូរ៉េចឹងទៅបងខ្លួនឯងហ្មងហ៎បងខ្ញុំមួយគេហៅ all in one ហើយហងៃនេះ all in one ទៅ operation ខ្លួនឯងបាទនេះក៏ខ្លួនឯងដែរបាទហើយអាចប្រើប្រាស់បានប៉ុន្មានភាសាបងទេភាសាបើគាត់ភាសាដូរបាយខ្ញុំអាចប្រើបានពី3ភាសាដែរតំណងការងាររស់ស៊ីរបស់យើងណាបាទកូរ៉េរលដែរបងកូរ៉េបានកូរ៉េតាមតំណងរស់ស៊ីមកបានបាទហើយធ្យូងសួរគាត់ឲ្យច្បាស់ទៅបានដឹងថាមានលេខមានគុណភាពនិងការបែងចែកផ្សេងគ្នាឲ្យយើងប្រើនៅផ្ទះធម្មតាដាំបាយដាំទឹកអីអញ្ចឹងណាឬក៏អាំងសាច់តាមទីវាលស្រុកស្រែចម្ការអីចឹងទៅអាខ្លះក៏វាផ្ទុះភុះផេះចេញរងើកមកឆេះខោអាវនឹងក៏មានដល់ពេលធ្យូងខ្លះអត់មានសំបីតែក្លិនចង់មានមកនិយាយពីថាឆេះងុំល្អបើតាមការពិតទៅសិតសឹងតែចេញពីចំណេះជំនាញនៅក្នុងការផលិតធ្យូងពីទីតាំងនេះសោះបងប្អូនមើលហើយខ្ញុំមើលឃើញថានេះពិតជាល្អមែនទែនបងប្អូនចំណេះជំនាញទាំងអស់នេះយើងធ្លាប់តែឃើញគេប្រើប្រាស់នៅក្រៅប្រទេសតែឥឡូវនេះបងប្រុសមករាគាត់យកចំណេះជំនាញដែលគាត់បានសិក្សាស្រាវជ្រាវមកបង្កើតឲ្យចេញជារូបរាងឡើងផលិតចេញជាធ្យូងធម្មជាតិដែលមានឈ្មោះថាធ្យូងអនាម័យ BF អាចលក់ឲ្យបងប្អូនគ្រប់ទីកន្លែងកំងប្រមាណក៏មានដែរបងប្អូនហើយសំខាន់អាចបង្រៀនឲ្យបងប្អូនធ្វើដូចគាត់អញ្ចឹងបានទៀតឲ្យតែបងប្អូនចង់ដូចដែលបញ្ជាក់ពីខាងដើមអញ្ចឹងហើយវត្ថុធាតុដើមមានអ្នកណាបងប្អូនយកចេញពីទីធម្មជាតិមកទាំងអស់ហ្នឹងមើលតែសំបីតែត្រឡោកដូងកពីងថ្នោតណាអានេះត្រឡោករបស់កពីងថ្នោតក្របថ្នោតហ្នឹងប្រម៉ែទិញពីប្រជាកសិកររបស់យើងដែលគាត់រើសពីទីធម្មជាតិមកគាត់កាប់យកកពីងរបស់វាហើយសម្បកហ្នឹងគាត់បោះចោលហ្នឹងតែយើងអាចទិញយកមកដើម្បីកែច្នៃធ្វើជាធ្យូងធម្មជាតិទាំងអស់នេះបានហើយសំខាន់ណាបងប្អូនវាយចេញជាកេះបែបហ្នឹងលក់បានថ្លៃណាស់ដោយពាក្យចាស់លោកតែងតែថាមែនបងប្អូនថាអត់ខុសរបស់ខ្លះល្អមើលតែអត់ល្អញ៉ាំទេតែរបស់ខ្លះទៀតល្អញ៉ាំបែរជាមិនសូវល្អមើលទៅវិញហើយមើលត្រឡោករបស់ក្របថ្នោតនេះដាក់ទាំងគោទុកចោលនៅហាលវាលហាលក្តៅហើយវត្ថុធាតុដើមផ្សេងទៀតមកទាំងការ៉ុងចាក់ចេញមកដាក់បញ្ចូលគ្នាហុយឲ្យជុកប្រឡាក់ដៃប្រឡាក់ជើងអូយក្រុមការងារនៅទីនេះគាត់ធ្វើការងារមមាញឹកមែនតើដល់ពេលមើលបងប្អូនអូយមិនសូវជាល្អមើលសោះ
ចេញជាផលិតផលសម្រាប់ចូលម៉ាស៊ីនស្វ័យប្រវត្តិពឹបណែមើលឡចំហុយបងប្អូន ឡកម្ដៅក៏រៀបចំឡើងស្អាតចេញជាផលិតផលសម្រាប់ដាក់ចូលកេសឡើងភ្លឹងនាំចេញអស់តោះហើយនេះហើយសំខាន់ចូលការ៉ុងបែបនេះទៀតលើកចេញទៅទាំងឡានលក់បានលុយមួយកំណោ ដល់ពេលតាមមើលឆ្លេចសួរឡើងសួរចុះទៅបងប្រុសគឺជាអ្នកខេត្តបាត់ដំបងយើងនេះសោះបងប្អូនវិលចុះវិលឡើងសតតែអ្នកបាត់ដំបងហើយមើលចេញទៅទៀតហើយធ្លាក់ចូលផ្លុកស្មូនព្រឹបកាត់ឆ្វិចអូទំនងណាស់បងប្អូនខ្ញុំមើលឡើងចំហមាត់តែម្ដងហ្នឹងណាហើយមើលប្រព័ន្ធភ្លើងដែលបងប្រុសរៀបចំហ៎បងប្អូនចេញជាម៉ាស៊ីនស្វ័យប្រវត្តិបែបហ្នឹងទៅគ្រប់គ្រងទៅដោយប្រព័ន្ធទាំងអស់ហើយក្រុមការងារតែប្រមាណអ្នកផលិតធ្យូងបានចូលតោននៅក្នុងមួយថ្ងៃតម្រូវការទីផ្សារខ្ពស់ទីផ្សារយើងល្អបងប្អូនផលិតបានច្រើនបែបនេះទៅណាមិនលុយ ហើយបើសិនជាបងប្អូនយើងចាប់អារម្មណ៍នៅក្នុងការប្រកបមុខរបរដូចបងប្រុសមករាឬក៏ចង់ទិញធ្យូងយកទៅលក់ដុំលក់រីបន្តអាចតាក់ទងមកបងប្រុសមករាផ្ទាល់តាមរយៈលេខទូរស័ព្ទក៏ដូចជាទីតាំងដែលខ្ញុំបានបញ្ជាក់បន្ថែមច្បាស់នៅក្នុង comment រាល់ថ្ងៃនេះយើងមានម៉ួយទាំងដុំទាំងរាយเนาะបាទប៉ុន្តែបើសិនជាមានបងប្អូនយើងអត់ចង់តំណងទិញយកទៅលក់បន្តបោះដុំអីក៏តាក់ទងមិនដែរបើសិនជាមានអ្នកចង់យកទៅលក់បន្តឧទាហរណ៍ថាឥឡូវគាត់មានហាងចាប់ព្រួយបាទជាផ្ទះល្វែងឬក៏ជាតូបលក់ចាប់ព្រួយគាត់ចង់លក់គាត់អាចតំណងមកយើងមកតាមលេខទូរស័ព្ទទីយើងតម្លាក់លេខទូរស័ព្ទជូនបាទទូរស័ព្ទមកថាឥឡូវគាត់អាចដាក់បានម្ដង1តោន2តោនអីអាហ្នឹងតំណងមកហើយតម្លៃខ្ញុំនឹងចរចាមួយគាត់ព្រោះយើងត្រូវដឹងលក្ខខណ្ឌគាត់ក្នុងមួយថ្ងៃក៏លក់បាន1គីឡូបាទមួយខែបាន1តោនហើយយើងនឹងធ្វើតម្លៃជូនគាត់បាទបើលក្ខខណ្ឌចាំបាច់ខ្លាំងគាត់មិនបាច់មានលុយទេមិនចាំបាច់មានលុយទិញជុំយកទៅដាក់ទៅគាត់លក់ឯងមិនបាច់ទេឲ្យតែមានទីតាំងឲ្យគាត់អាចលក់បានយើងតម្លាក់អីវ៉ាន់ឲ្យគាត់លក់ឲ្យតែច្បាស់លាស់ឲ្យតែច្បាស់លាស់បាទហើយមួយយ៉ាងដែរតើបាទចាំយើងបង្វិលដាក់អាចាស់យកថ្មីដាក់អាចាស់យកថ្មីមួយគាត់យើងក៏លក្ខណៈងាយស្រួលជូនគាត់តែម្ដងឲ្យទៅយកទៅមុខរបរច្បាស់លាស់បាទទី1មានកន្លែងលក់ទី2មានអតិថិជនមានមធ្យោបាយដឹកជូនអតិថិជនរបស់គាត់បាទមិនមានលុយក៏បានដែរប្រាប់កន្លែងមកហើយតាក់តងមកយើងចុះទៅមើលទីតាំងគាត់បើសិនជាយើងមើលទៅឃើញថាយើងអាចធ្វើការមួយគាត់បានយើងដាក់ខ្ជុំនឹងជូនគាត់ដាក់ទឹកបេអញ្ចឹងចង់បានជុំបេក៏បានជុំកេះក៏បានលេខ1ក៏បានលេខ2ក៏បានឲ្យគាត់អូមានលេខចឹងស្រួលហ៎បងបាទមានបងនេះសួរចំណុចរសើបមួយទៀតណាហើយចុះបើសិនជាអតិថិជនគាត់ត្រូវអត់ចង់ទិញទៅលក់បន្តឯងចង់ផលិតលក់ខ្លួនឯងតាក់ទងមកបានទេមើលទៅបើចង់ផលិតហ៎បាទចង់ផលិតខ្ញុំជាទូទៅខ្ញុំមិនសូវលើកទឹកចិត្តឲ្យគាត់ផលិតទេដោយសារគាត់ថាចេះគាត់ខ្លាចគាត់បើខ្ញុំស្រឡាញ់ណាមុខរបរនេះខ្ញុំស្រឡាញ់ចេញពីចិត្តពីបេះដូងខ្ញុំទៅខ្ញុំដេកដួលជាមួយវាខ្ញុំតស៊ូមួយវារាប់ឆ្នាំមកខ្ញុំដេកដួលស្រឡាញ់វាអត់បានទេហើយបើគាត់ចង់យកទៅលក់គាត់ថាឃើញយើងធ្វើដូចស្រួលបាទទៅជាអញ្ចឹងទៅស្រួលនេះល្អគាត់ទៅមើលសត្វលុយសុតមែនទេច្រកលើកឡើងច្រកលើកឡើងលុយសុតលើកឡើងឡានចាំអត់មានអីវ៉ាន់ឲ្យគេផងនេះអញ្ចឹងខ្ញុំខ្លាចគាត់ធ្វើអត់បានខ្លាចខាតលុយបាទប៉ុន្តែបើសិនជាគាត់មានបំណងពិតប្រាកដចង់ធ្វើពិតប្រាកដគាត់អាចមករៀនមួយខ្ញុំអូរៀនសិនមកនៅទីនេះមានកន្លែងស្នាក់នៅមានបាយឲ្យគាត់ហូបមានការងារឲ្យគាត់ធ្វើណាអូល្អឲ្យមករៀនទោះបីមួយថ្ងៃក៏ដោយ2ថ្ងៃក៏ដោយឲ្យតែបានមកផ្ទាល់ឲ្យឃើញហើយគាត់ស្វែងយល់បន្ថែមឬក៏គាត់ថាគាត់ត្រូវការរៀន3ខែឬក៏5ខែឬក៏1ឆ្នាំខ្ញុំទទួលគាត់បាទពេលដែលគាត់ច្បាស់ 100% ហើយចាំគាត់ចរចារឿងថាគាត់ចង់ដំណើរការបើកset up កន្លែងគាត់អញ្ចឹងណាអានឹងយើង support គាត់ 100% តែម្ដងអូរហូតដល់ចេញរូបរាងហើយធានាថាមិនឲ្យគាត់ខាតទេណាធានាគឺថាចង់និយាយថាកីឡាករដែលយើងចេញពីដៃយើងមកដោះពេញ 100% ហើយឡើងសាយវៀនយើងជឿជាក់លើគាត់ 100% មកបាទមិនមែនចេះលុំឲ្យរុញគ្នាឲ្យទៅវាយណាអានឹងខ្ញុំអត់ធ្វើគ្រូបែបហ្នឹងទេចុះចេះហើយគាត់មានថវិកាប្រហែលប្រមាណមើលទៅបានអាចរកមុខរបរនឹងបានបើសិនជាគាត់ចេះហើយគាត់មកនៅជាមួយយើងមួយរយៈ 3-4 ខែឬក៏អាយុជាងហ្នឹងខ្ញុំអាចម៉ាស៊ីនខ្ញុំសល់ច្រើនណាបាទម៉ាស៊ីនសល់ច្រើនគាត់ខ្ញុំអាចបើសិនជាខ្ញុំមើលទៅឃើញថាគាត់មានសមត្ថភាពគាត់អាចធ្វើបានខ្ញុំមិនបាច់មានលុយក៏បានដែរខ្ញុំតម្លាក់ម៉ាស៊ីនឲ្យធ្វើហ្មងអូអញ្ចឹងទៀតឧបមាថាឥឡូវម៉ាស៊ីនហ្នឹងអស់តម្លៃឧទាហរណ៍ថាអស់ 10000 បាទខ្ញុំទុកពេលឲ្យគាត់1ឆ្នាំ2ឆ្នាំចង់ឲ្យខ្ញុំមកបានទេក៏ប៉ុន្តែបើសិនជាគាត់ថាអត់ទេអត់ចង់បានអញ្ចឹងចង់ធ្វើធំហ្មងអញ្ចឹងធំប្រហែលនេះប្រហែលជាចាយដើមទុនចាប់ពី 50000 អីទៅយើងអាចធ្វើបានដែរអូបាទ 50000 ទៅ 100,000 អីចន្លោះហ្នឹងយើងធ្វើបានជុំមានតិចតែ 10000 អីបើមាន 10000 ក៏ធ្វើបានដែរប៉ុន្តែត្រូវទី1ចេះសិន
เอาใจสั่นแต่បើមិនទាន់ចេះផងហើយចង់ធ្វើខ្ញុំអត់ទទួលទេហើយបងខ្ញុំមាន10000មកអាចជួយមកយកម៉ាស៊ីនឲ្យខ្ញុំតិចមកឧទាហរណ៍អញ្ចឹងណាគេថាមករៀនសិនអត់មានពេលទៅរៀនទៀតខ្ញុំអត់ត្រូវការទេធ្វើអញ្ចឹងបើខ្ញុំទទួលយកលុយប្រភេទហ្នឹងគឺបានន័យថាខ្ញុំកំពុងជំរុញឲ្យគាត់ហ្នឹងយកលុយទៅបោះចោលហើយមិនចឹងពីព្រោះការងារនេះគ្រាន់តែចង់ឲ្យគ្មានចិត្តស្រឡាញ់វាពិតប្រាកដធ្វើអត់បានទេតោះថាចង់ឲ្យមានលុយហើយស្រឡាញ់វាពិតប្រាកដចេញពីចិត្តពិតប្រាកដអាហ្នឹងបានអាចធ្វើបានបាទយល់បងសភាពបងមួយថ្ងៃសូមស្គាល់ឈ្មោះបងផងបាទខ្ញុំឈ្មោះហេងមករាតកូលហេងបាទឈ្មោះខ្ញុំមករាចុះអាស័យដ្ឋានទីតាំងយើងនេះអាស័យដ្ឋាននៅទីនេះគឺនៅនេះគេហៅភូមិតាពាំងក្អុលសង្កាត់ប្រាច់តងក្រុងឧដុង្គម៉ាយជ័យខេត្តកំពង់ស្ពឺចង់រៀនពីបច្ចេកទេសធ្វើធ្យូងឬក៏ទិញធ្យូងយកមកលក់បន្តអាចតាក់ទងតាមរយៈលេខទូរស័ព្ទដែលមានបញ្ជាក់ក្នុងវីដេអូនេះក៏ដូចជា Facebook Page រួមទាំង YouTube របស់ធ្យូងអនាម័យ BF តាមរយៈ link នៅក្នុង comment ខាងក្រោមនៅពេលនេះខ្ញុំបាទនាវចម្រើនសូមអរគុណសូមជម្រាបលា